Xưa đây bông ở kiaថ្ងៃនេះខ្ញុំបាទមានចង់បង្ហាញនៅវិធីសាស្ត្រមួយគឺក្នុងការយើងដូរឈ្មោះ TikTok របស់យើងទៅខ្លួនឯងហើយសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញសម្រាប់តែបងប្អូនសម្រាប់ចេះតែប៉ុណ្ណោះបងប្អូនចេះហើយក៏បាច់មើលវីដេអូខ្ញុំក៏បានដែរជាបងគឺយើងចូលទៅកាន់ TikTok ហើយបន្តមកចូល like ក្បាលរូបមនុស្សនេះតមកពេលបើកចូលនឹងហើយគឺយើងចុចឡើងញ៉ា edit profile នេះដែលខ្ញុំតាមដាក់មកពីលើហ្នឹងតមកយើងចូលចុចកន្លែង name ដែលមានពាក្យថា name NAME ហ្នឹងតមកយើងចង់ដាក់ឈ្មោះអីឬក៏កែឈ្មោះដែលយើងចង់បានមកតបដែលពីបងប្អូនដែលកែឈ្មោះដែលបងប្អូនពេញចិត្តហើយគឺបងប្អូនចុចកន្លែង save គឺយើងចុចឡើង save គឺ save ឡើងនេះតែខ្ញុំអត់ត្រូវការដូរទេគឺខ្ញុំចុច cancel វិញហើយរយៈកាលដូរគឺយើងដូរម្ដង7ថ្ងៃបន្ទាប់ពី7ថ្ងៃក្រោយมันអាចដូរបានម្ដងទៀតហើយសូមចាំម្ដងទៀតខ្ញុំចង់បង្ហាញម្ដងទៀតគឺយើងចូលឡើង profile នេះមកចុចឡើងរូបក្បាលមនុស្សពណ៌ខ្មៅហ្នឹងតមកចូលឡើង edit profile ឡើងតមកចុចឡើង name ហើយសម្រាប់ bio គឺនៅឡើយនេះគឺសម្រាប់បងប្អូនចង់ដាក់ bio អីក៏បានយើងចង់ដាក់ link ក៏បានហើយសូមបង្ហាញមកគឺដូរឈ្មោះគឺយើងចូលកន្លែង name ហ្នឹងហើយបន្ទាប់មកយើងដាក់ឈ្មោះដែលយើងចូលស្រឡាញ់ចង់បានមកហើយបន្ទាប់ចុច save ហើយសម្រាប់ការដូរ profile យើងចុចកន្លែងកាមេរ៉ាហ្នឹងមកហើយបន្ទាប់មកចុច upload photo ចឹងយើងចង់ដាក់រូបណាដែលយើងស្រឡាញ់ពេញចិត្តក៏បានមួយណាក៏បានដែរចឹងវីដេអូមានតែប៉ុណ្្នឹងសូមអរគុណនិងសូមជម្រាបលា